រៀងរាល់ព្រឹកម៉ោង 7 ឈិនស៊ីងតែងតែដប់កូនគាត់ទៅរៀនដោយទៀងទាត់ 8 ឆ្នាំមុនគាត់រៀបការមកពីក្រុងកុងស៊ីប្រទេសចិនដីគោកមករស់នៅតៃវ៉ាន់ពេលនោះគាត់មានអាយុ 20 ឆ្នាំប៉ុណ្ណោះតែមកដល់ថ្ងៃនេះគាត់មានកូន 2 នាក់ទៅហើយមុនខ្ញុំរៀបការមកតៃវ៉ាន់ខ្ញុំធ្វើការនៅស្ថានីយរថយន្តក្រុងដូច្នេះពេលចេញពីធ្វើការត្រឡប់ទៅផ្ទះវិញភាគច្រើនខ្ញុំនៅតែពីមុខកុំព្យូទ័របន្ទាប់មកខ្ញុំលេងតាមបណ្ដាញទំនាក់ទំនងលេងយូរទៅក៏បានស្គាល់ស្វាមីខ្ញុំក្រោយមកពួកខ្ញុំទាំងពីរជជែកលេងជាមួយគ្នាយ៉ាងរីករាយក្រោយមកគាត់ប្រាប់ថាគាត់ចង់មកមើលខ្ញុំនេះហើយជាស្វាមីដែលស្គាល់គ្នាតាមបណ្ដាញអ៊ីនធឺណិតក្រោយពីបានស្គាល់គ្នាហើយលោកអ៊ូអ៊ុនឡុងក៏កាត់ពីតៃវ៉ាន់ទៅដល់ចិនដីគោកអ្នកទាំងពីរស្គាល់គ្នាបាន 2 ឆ្នាំក៏សម្រេចចិត្តរៀបការឥឡូវនេះឈិនស៊ីងបានបើកហាងតូចៗមួយនៅក្រុងតៃប៉េលក់គុយទាវកុងស៊ីថ្ងៃនេះត្រូវរងាស់ទឹកស៊ុបនេះគឺយកមកធ្វើជាទឹកជ្រលក់ស្រូបគុយទាវឆាវាជាវត្ថុចាំបាច់សម្រាប់គុយទាវឆានេះឥឡូវនេះយើងរងាស់ទឹកស៊ុបនេះត្រូវចំណាយពេលយ៉ាងយូរពេលរងាស់ហើយខ្ញុំឆាគ្រឿងផ្សេងជាមុនក្រោយមកដាក់រងាស់ចូលគ្នាគុយទាវនេះច្នៃដោយអង្ករពិតហើយវាទន់ល្មួតរលោងស្រស់មាត់រៀងរាល់ព្រឹកត្រូវធ្វើគុយទាវទុកឲ្យត្រជាក់ចាំពេលភ្ញៀវកក់ទើបដាក់ស្រុះក្នុងទឹកក្តៅម្ដងទៀតមុនរៀបការខ្ញុំមិនចេះធ្វើម្ហូបទាំងនេះទេដូច្នេះហើយការបើកហាងដំបងស្វាមីគាត់មិនសូវគាំទ្រទេពីព្រោះព្រួយបារម្ភខ្លាចភរិយាហត់នឿយរហូតដល់3 ឆ្នាំមុននេះដោយសារលោកអ៊ូអ៊ុនឡុងមានបញ្ហាខាងសុខភាពទើបលះបង់ការងារដែលមានប្រាក់ចំណូលដ៏ទៀងទាត់ហើយអ្នកទាំងពីរក៏សម្រេចចិត្តបើកហាងតូចលក់គុយទាវនេះដំបូងវាគ្រាន់តែជាអាជីពមួយសម្រាប់ទប់ទល់ជីវភាពរស់នៅប៉ុន្តែនេះក៏ជាសុភមង្គលដ៏សាមញ្ញមួយសម្រាប់អ្នកទាំងពីរ